Chào sực đây mong cô đọc ngày này đã trong phần hàng kỳ lập cho mua cho chi mà chắc là mỹ nè từ bốn nhân cho cô gọi lên máu chào và tọt mắt cái chân quay website con hối nhận bài lần nhé W tôm mỹ thể nhận load lên ngày mong cô đi chạy lên máu và tọt mắt người ta hay là tôm mỹ không một điều nhưng chạy cho tôm mỹ không một điều máu và tọt mắt nhân chạy cho pra nhưng dừng vật điện tĩnh máu cho đây xuống với chân khéo máu cho pra tới nhưng chạy lấy chồng cô để mong cô ăn cho mua hơiបន្ទាប់មកយើងចុចចូលប្រើប្រាស់មកយើងវាយ password នេះហើយចាបន្ទាប់មកមើលមកកន្លែងដែរយើងប្រិចវាមកវាស្រួលមើលអញ្ចឹងណានេះយើងរកពាក្យថាការចូលជាសមាជិកអញ្ចឹងយើងចុចការចូលជាសមាជិកមកបន្ទាប់មកបង្ហាញរូបបែបនេះយើងចុចគ្រីសនេះគ្រីសខាងមុខទូចហ្នឹងណាគ្រីសមកបន្ទាប់មកការចូលជាសមាជិកទៀតនេះបងប្អូនវាបង្ហាញអញ្ចឹងគឺយើងចុចគ្រីសយល់ព្រមទាំងអស់មកនិយាយទៅគ្រប់កន្លែងទាំងអស់យើងយល់ព្រមតែយើងចុចតែកន្លែងយល់ព្រមទាំងអស់នេះមកវាលោទាំងអស់បន្ទាប់មកនេះយើងចុចបន្ទាប់ចាបន្ទាប់មកគឺគេបង្ហាញឯងគេបង្ហាញគេពេញយើងពេញជាភាសាខ្មែរទេអញ្ចឹងអត់ពិបាកឯងឥឡូវខ្ញុំចុះឈ្មោះឲ្យបងប្អូនមើលចាដំបូងយើងចុចពាក្យលេខសម្គាល់អ្នកណែនាំយកលេខអ្នកដែលនៅខាងក្រោមគេប្រអស់ដែលយើងចង់ចុះណាបើចុះខ្សែដៃត្រង់យើងយកអ្នកដៃត្រង់ដែលនៅក្រោមគេប្រអស់ខ្សែដៃឆ្វេងឧទាហរណ៍ដៃមួយចំហៀងទៀតយើងចុចមើលមួយចំហៀងទៀតយ៉ាងណាគឺនៅក្រោមគេចាតោះមកឥឡូវខ្ញុំចុចលេខសម្គាល់41 67 58 6គុតចាបន្ទាប់មកយើងចុចបញ្ជាក់មកចាបញ្ជាក់យើងស៊ូមចូលក្នុងវិញមកវាលោតផ្ទាំងនេះមួយយើងចុចសូមបញ្ជាក់មកបន្ទាប់មកនេះវាលោតឈ្មោះហើយគឺគេលោតឈ្មោះអ្នកដែលណែនាំឈ្មោះអីចឹងណាជាភាសាខ្មែរបន្ទាប់មកនេះបញ្ជាក់មណ្ឌល K001 ហ្នឹងចាបន្ទាប់មកនេះគេឲ្យសរសេរឈ្មោះជាអក្សរឡាតាំងមានតកោអញ្ចឹងសរសេរឈ្មោះតាមតាញាតិបានអ្នកដែលគេត្រូវចុះហ្នឹងយើងសរសេរជាអក្សរឡាតាំងគឺអក្សរអង់គ្លេសអញ្ចឹងណាឥឡូវខ្ញុំចុះឈ្មោះឲ្យមើលយកធ្វើម៉េចឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណដែលយើងកាន់បងប្អូនកុំឲ្យខុសតែខុសពេលដែលយើងទទួលលុយពីក្រុមហ៊ុនក៏រៀងមានបញ្ហាដែរគេត្រូវផ្ទៀងឈ្មោះរបស់យើងជាមួយនឹងគណនីដែលយើងភ្ជាប់ចូលឲ្យត្រូវគ្នាហើយបន្ទាប់មកនេះគេឲ្យសរសេរឈ្មោះជាភាសាខ្មែរមិញយើងសរសេរជាភាសាអង់គ្លេសឥឡូវយើងសរសេរជាខ្មែរចាសឹងរ៉ាឌីតែរួចរាល់ហើយបន្ទាប់មកគាត់ភេទអីគាត់ភេទស្រីឬភេទប្រុសបើគាត់ស្រីយើងយកស្រីមកនេះភេទបន្ទាប់មកថ្ងៃខែឆ្នាំកំណើតយើងចុចលេខតារាងនេះមកនេះគាត់កើតនៅឆ្នាំ1995អញ្ចឹងយើងយកមកនេះ1995គាត់កើតខែម៉ានឧទាហរណ៍ថាគាត់កើតខែ10ខែតុលាចាតុលាបន្ទាប់មកកើតថ្ងៃទីម៉ានថ្ងៃទី1យើងចុចយកផ្ទាំងមកនេះថ្ងៃ10ថ្ងៃទី1 1995ឥឡូវត្រូវហើយបន្ទាប់មកគេឲ្យបញ្ចូលអត្តសញ្ញាណប័ណ្ណអញ្ចឹងតម្រូវឲ្យគាត់ថតអត្តសញ្ញាណប័ណ្ណខាងមុខផ្ញើយើងណាថតច្បាស់បន្ទាប់មកយើងកាត់ឲ្យស្មើទៅយើងចុចលើសូមបញ្ចូលអត្តសញ្ញាណប័ណ្ណនេះយើង select យករូបមករូបក្នុងទូរស័ព្ទយើងហ្នឹងដែលគាត់ផ្ញើឲ្យណានេះគឺអត្តសញ្ញាណប័ណ្ណគាត់អញ្ចឹងគឺខ្ញុំចុចដានមកបន្ទាប់មកនេះអត្តសញ្ញាណប័ណ្ណរបស់គាត់គឺចូលលើហ្នឹងឯងចាគឺចូលលើហ្នឹងណាហើយគេឲ្យបញ្ចូលលេខអត្តសញ្ញាណប័ណ្ណទៀតបងប្អូនអញ្ចឹងនេះនៅកន្លែងនេះយើងបញ្ចូលលេខអត្តសញ្ញាណប័ណ្ណមកលេខអត្តសញ្ញាណប័ណ្ណហ្នឹងគឺយើងត្រូវប្រយ័ត្នណាបងប្អូនយើងចុចឲ្យត្រូវនេះគឺឲ្យត្រូវហ្មងបន្ទាប់មកនេះគេដាក់ខ្ញុំបាទនាងខ្ញុំហ្នឹងវងទាំងអស់ហ្នឹងអ្នកនៅកតុយហ្នឹងគឺយើងចុចគ្រីសទាំង3មកយើងចុចគ្រីសទាំងអស់មកយើងចុចរួចរាល់ហើយយើងមកមើលខាងក្រោមគេឲ្យដាក់លេខសម្ងាត់នេះអញ្ចឹងលេខសម្ងាត់ហ្នឹងយើងដាក់លេខណាលេខ password របស់គាត់ឧទាហរណ៍ថាយើងដាក់អក្សរ K ធំ K 22 33 44 add បន្ទាប់មកខាងក្រោមនេះគេឲ្យដាក់លេខបញ្ជាក់ដូចគ្នាអញ្ចឹងគឺយើងដាក់ដូចគ្នាបងប្អូនដោយអាមុនហ្នឹង K 22 33 44សញ្ញា add ធ្វើមិនឲ្យបាន8ខ្ទង់អញ្ចឹងណាបងប្អូនបន្ទាប់មកលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទគាត់នៅខ្មែរនិយាយទៅជនជាតិខ្មែរយកលេខទូរស័ព្ទខ្មែរជនជាតិកូរ៉េជនជាតិប្រទេសណាគឺត្រូវយកលេខប្រទេសហ្នឹងព្រោះតែយើងបានមកយើងខ្មែរដែរឥឡូវយើងដាក់លេខនៅខ្មែរសួរតែគាត់34 07 17ចាបន្ទាប់មកគេឲ្យវាយអ៊ីមែលអញ្ចឹងបើសិនយើងមានអ៊ីមែលយើងដាក់ទៅឡើយខ្ញុំដាក់អ៊ីមែលខ្ញុំឲ្យសនុកពេលមានបញ្ហាអីក្រុមហ៊ុនផ្ញើសារមកប្រាប់យើងតាមអ៊ីមែលខ្ញុំនេះ Gmail របស់ខ្ញុំណា Gmail របស់ខ្ញុំហើយបន្ទាប់មកចុចគ្រីសមកហើយយើងចុចអានេះគេសួរមានគ្រួសារឬមកទេយើងឥឡូវយើងដាក់មិនក្បាលណាយើងដាក់ទេទៅបន្ទាប់មកយើងចុចពាក្យបន្ទាប់អានេះឡើងមានគ្រួសារយើងដាក់ទេមកបន្ទាប់មកយើងចុចពាក្យបន្ទាប់មកចាបន្ទាប់មកនេះគឺចឹងផ្ទាំងឯងផ្ទាំងបែបនេះយើងពិនិត្យមកត្រូវអត់លេខទូរស័ព្ទលេខតញ្ញាបានឈ្មោះទៅត្រូវអត់ភេទស្រីត្រូវអត់អញ្ចឹងទៅឥឡូវត្រូវហើយត្រូវយើងចុចពាក្យរួចរាល់មកនេះការចុះឈ្មោះជាសមាជិកគឺរួចរាល់ហើយបងប្អូនចា
យើង screenshot មកបន្ទាប់មកយើងបានឈ្មោះនឹងហើយយើងបានលេខនឹងហើយយើងចូលទៅwebsite ម្ដងទៀតបងប្អូននេះយើងចុចទៅខាងលើនេះណាក្នុង website របស់យើងហ្នឹងនេះយើងចុចនេះ www.atomy ខ្មែរហើយ /m ហើយ / នេះទៀត m លុះនេះទៀតនេះយើងចុចលើពាក្យហ្នឹងមកបន្ទាប់មកចូលប្រើប្រាស់ហើយយើងវាយលេខសម្គាល់ដែលយើងបានចុះឈ្មោះមិញណាចាំតិចយើងចូលទៅនេះលេខសម្គាល់មិញហ្នឹងយើងត្រូវចុចចូលក្នុងហ្នឹងមកលេខដើម្បីបញ្ជាក់ឲ្យក្រុមហ៊ុនណាយើងចុចមក45088459 454បន្ទាប់មក password មិញហ្នឹងដែលយើងដាក់ហ្នឹងយើងចុចចូលប្រើប្រាស់មកតែប៉ុណ្្នឹងមករួចរាល់ហើយយើងចុចសូមបញ្ជាក់មកចារួចរាល់ទាំងការចុចឈ្មោះ Atomy យើងជោគជ័យរយៈពេលក្រុមហ៊ុនមួយថ្ងៃឬពីរថ្ងៃយើងប្រើប្រាស់បានហើយ